ការវិវត្តរបស់ស្បែកកករបស់យើងនេះនឹងទៅចន្លោះប្រហោងដូចជាមានកលៈហើយស្នាមខ្មៅគ្រើមជាពិសេសអ្នកដែលឡើងគីឡូមានកលៈតាមកង់មួយឃើញកកយើងខ្មៅស្ត្រីដែលមានផ្ទៃពោះដល់ពេលដែលពោះទៅឃើញកកយើងខ្មៅនៅពេលដែលយើងសម្រាលកូនហើយឃើញកករបស់យើងខ្មៅវិញកញ្ចប់តម្លៃត្រឹមតែ300សល់$60ធ្វើបាន6ដងបូកមួយម្ដង$10តើណាមានញ៉ាំអស់សូមគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញាអតិថិជនរបស់សាសា Acetate Center ចានៅក្នុងថ្ងៃនេះជួបជាមួយនាងខ្ញុំយុគចិន្តានិងបងស្រីដែលជានាយិកានៅក្នុងមជ្ឈមណ្ឌលសាសាពី300នៅសល់$60គឺការព្យាបាលទៅលើកចាថាតើមានអត្ថប្រយោជន៍អ្វីខ្លះនាងខ្ញុំហ្នឹងឯងអ្នកបដិបដោយអត់ស្រឡាញ់កខ្លួនឯងទេនៅពេលដែលចុះព្រៃធ្វើចំការច្រើនពេកតែមកដល់ពេលឥឡូវនេះចាប់ផ្ដើមស្រឡាញ់នឹងការថែទាំទី1នៅពេលដែលវ័យយើងច្រើនទី2នៅពេលដែលយើងឡើងគីឡូទី3នៅពេលដែលយើងមិនបានថែយើងលាបតែលេនៅលើផ្ទៃមុខប៉ុន្តែយើងភ្លេចលាបការវិវត្តរបស់ស្បែកកករបស់យើងនេះនឹងទៅចន្លោះប្រហោងដូចជាមានកលៈហើយស្នាមខ្មៅគ្រើមជាពិសេសអ្នកដែលឡើងគីឡូមានកលៈតាមកង់មួយឃើញកកយើងខ្មៅស្ត្រីដែលមានផ្ទៃពោះដល់ពេលដែលពោះទៅឃើញកកយើងខ្មៅនៅពេលដែលយើងសម្រាលកូនហើយឃើញកករបស់យើងខ្មៅអ្វីគ្រប់យ៉ាងគឺមិនស្អាតទាំងអស់ដូច្នេះត្រូវតែស្រឡាញ់ផ្ទៃកដូចជាស្រឡាញ់ផ្ទៃមុខរបស់យើងកញ្ចប់តម្លៃត្រឹមតែ300សល់$60ធ្វើបាន6ដងដូច្នេះសូមជួបជាមួយនឹងបងស្រីនាយិកានៅក្នុងមជ្ឈមណ្ឌលសាសាជម្រាបសួរអ្នកបងតើខ្ញុំរៀបរាប់នឹងត្រឹមត្រូវអត់នេះខ្ញុំមានអារម្មណ៍មួយថាខ្ញុំអត់ចង់និយាយទៀតទេ$60 6ដងណាចាតម្លៃធូរសែនធូរចាគឺត្រឹមត្រូវព្រោះដោយសារតែអ្វីដែលយើងធ្វើនេះគឺចង់ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមានកម្រិតជីវភាពទាបក៏អាចមកព្យាបាលបានចាម្ដងតែ$10ទេចាម្ដង$10ពីមុនម្ដង50ចាម្ដង50ឥឡូវសល់$10តែបងអាចជម្រាបជូនបន្ថែមទៀតតាក់ទងទៅនឹងការថែទាំទៅលើផ្ទៃកករបស់យើងថាកកើតមកពីចំណុចអ្វីខ្លះទើបដល់ថ្នាក់ធ្ងន់ធ្ងរអ្នកខ្លះឃើញផ្នត់អ្នកខ្លះឃើញខ្មៅជាប់នៅលើស្បែកកករបស់យើងចាកខ្មៅកើតឡើងទៅលើបរិវេណកដែលមានអ្នកខ្លះគេហៅកក្រិនចាកខ្មៅដោយសារតែគីឡូឡើងចុះហើយមួយទៀតពេលដែលស្ត្រីមានផ្ទៃពោះហើយនឹងអ្នកដែលចូលចិត្តលាបលេឲ្យកសខ្ញុំឃើញគ្រោះថ្នាក់ខ្លាំងជាងគេគឺចំពោះបងស្ត្រីនិងបងប្អូនយុវវ័យខ្លះគាត់លាបលេឲ្យសលឿនគាត់លាបមិនត្រឹមតែខ្លួនទេគាត់លាបពោះដល់កដោយសារបរិវេណកគឺជាហ្សូនមួយនៃការបែងចែកឲ្យបានច្បាស់លាស់រវាងលាបខ្លួននិងលាបកពីរនឹងអត់អាចចូលគ្នាបានទេតែនៅពេលដែលយើងយល់មិនដល់គិតថាលាបមុខក៏លាបកលាបខ្លួនក៏លាបកគាត់យកមកប្រើអញ្ចឹងគឺធ្វើឲ្យប្រតិកម្មពេលដែលបំលែងឲ្យកនឹងសខ្លាំងស្ទាប់ការពារស្បែកកយើងខុសពីថ្ពាល់យើងនៅមានកពេញខ្លាញ់ការពារក៏មិនដែលមាននៅស្ទាប់ស្បែកតែផ្ទុយទៅវិញទៅលើកអត់ទេគឺមានតែស្បែកសរសៃនិងសាច់អញ្ចឹងនៅពេលដែលយើងប្រើលាបទៅវាកាត់ឲ្យស្ដើងងាយរលាកចំពោះអ្នកដែលគាត់លាបម្សៅយកទៅលាបដល់កលេក៏អញ្ចឹងដែរពេលខ្លះគាត់បខំប្រើឲ្យសផុតទៅពីសមកទៅជាខ្មៅទៅជារលាកហើយមួយទៀតជាទម្លាប់ដែលឃើញបងស្ត្រីខ្លះជូត toner ចាខ្ញុំជួបឃើញគឺគាត់ពេលដែលគាត់ជូតមុខគាត់ហួសកតែគាត់អត់បានដឹងថាគេបែងចែកថាកគឺមិនអាចប្រើរួមគ្នានៅពេលដែលជូតយូរទៅសាច់កនឹងស្ដើងចាប់ផ្ដើមប្រែពណ៌ទៅជាក្រហមហើយខ្មៅហើយឡើងអុចទៅជាដូចអាចរុយនៅលើកពេញបរិវេណកតែម្ដងហើយដល់ពេលអញ្ចឹងមើលឲ្យកយើងទៅជាដូចកអាវអញ្ចឹងខ្មៅដោយដុំចាអានេះគឺជាចំណុចមួយដែលជាការធ្វើប្រហែសមួយពេលខ្លះបងប្អូនយើងអត់បានស្វែងយល់ឲ្យស៊ីជម្រៅថាអ្វីដែលការបែងចែកហេតុអីក៏គេធ្វើលេបែងចែកមានកមានមុខមានខ្លួនចាត្រូវហើយចាចុះនៅពេលដែលយើងក្រិនខ្មៅលើអ្នកឡើងគីឡូថារយៈពេលនៃការថែទាំនិងការព្យាបាលជូនគាត់នឹងយ៉ាងម៉េចដែរការព្យាបាលនិយាយទៅបើសិនជាយើងទិញក្នុងកញ្ចប់ promotion នេះធ្វើក្នុងកញ្ចប់ទី1អាចថយបាន 20% ចាគឺភ្លាមហ្មងដែលយើងដឹងដោយសារបច្ចេកវិទ្យាថ្មីចុងក្រោយគឺការព្យាបាលដោយម៉ាស៊ីនទាំងអស់ការដែលយើងព្យាបាលកយើងត្រូវប្រើមានជាសេរ៉ូមសម្រាប់ការព្យាបាលចាមិនមែនយើងប្រើសម្រាប់តែថាវលាបឬក៏ម៉ាស្សាដោយដៃគឺអត់ទេគឺ step ជាមួយនឹងម៉ាស៊ីនហើយនឹងចុងបញ្ចប់គឺយើង free នៅការប្រើ crystal smooth ដើម្បីស្អំបំលែងពណ៌កយើងឲ្យទៅដូចពណ៌ធម្មជាតិអញ្ចឹងគឺកាត់បន្ថយម្ដងបន្តិចកញ្ចប់ទី1លទ្ធផលគឺបានមិនតិចពី 20% ចាគឺមានការគ្រប់គ្រងច្រើនប្រតិជនបានធ្វើឲ្យឃើញថាលទ្ធផលពិតជាមានចាអរគុណច្រើនចាដល់បងស្រីតានៅក្នុងថ្ងៃនេះលោកស្រីអ្នកនាងកញ្ញានិងបងប្អូនទាំងអស់គ្នាទទួលជ្រាបយ៉ាងច្បាស់ហើយមែនទេសេវាកម្មមួយនេះការថែទាំនិងការព្យាបាលទាំងបរិសុទ្ធនិងទាំងស្ត្រីជាពិសេសនាងខ្ញុំក៏មើលឃើញបរិសុទ្ធក៏ច្រើនដែរក្រិនកកនៅខាងក្រោយនោះពេលខ្លះអត់ហ៊ានបញ្ចេញកអាវលើកកអាវឡើងចិត្តហើយនាងខ្ញុំនេះខ្លួនឯងនេះហើយដែរអ្នកដែលមិនចូលចិត្តថែចាទីបំផុតនាងខ្ញុំប្រឈមមុខនឹងបញ្ហាទាំងអស់នេះប៉ុន្តែឥឡូវនេះនាងខ្ញុំទទួលលទ្ធផលត្រឡប់មកវិញបាន60ទៅ 70% ហើយបន្ទាប់ពីនាងខ្ញុំជ្រើសរើសការថែទាំទៅលើស្បែកកករបស់នាងខ្ញុំចុះលោកអ្នកវិញអរគុណបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការព័ត៌មានបន្ថែមសាកសួរពីមជ្ឈមណ្ឌលសាសា Acetate Center សូមកុំភ្លេច call មកឬក៏កក់ទុកជាមុនថាតើជ្រើសរើសយកសេវាកម្មមួយណាពីមជ្ឈមណ្ឌលសាសាចាសូមអរគុណសូមអរគុណ